នេះជាព័ត៌មានថ្មីនិងក្តៅស្ដីពីជំងឺនីប៉ាដែលកំពុងត្រូវបានតាមដានសម្រាប់ប្រជាជននៅកម្ពុជានិងតំបន់ជិតខាងព័ត៌មានក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី24-25 ខែមករាឆ្នាំ2026ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណៈទាំងអស់ថារហូតមកទល់ពេលនេះនៅកម្ពុជាមិនទាន់មានករណីមនុស្សឆ្លងជំងឺនីប៉ាទេក្រសួងសុខាភិបាលនិងនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងបានណែនាំឲ្យប្រជាជនប្រយ័ត្នខ្លួនពីហានិភ័យនិងការផ្ទាល់ជាមួយសត្វដែលអាចដាក់ពូជវីរុសដូចជាសត្វប្រចៀវឬជ្រូកនិងការបរិភេទអាហារមានការបំពុលក្រសួងសុខាភិបាលបានលើកឡើងថានីប៉ាវីរុសអាចបណ្ដាលឲ្យមានរោគសញ្ញាដែលធ្ងន់ធ្ងរនិងអាចស្លាប់បើឆ្លងចូលទៅមនុស្សហេតុការណ៍នៅតំបន់ជិតខាងក្រៅពីកម្ពុជានៅពេលនេះមានការផ្ទុះជំងឺនីប៉ានៅឥណ្ឌាជាមួយករណីប៉ះពាល់ប្រហែល5នាក់ដែលបានបញ្ជាក់ថាឆ្លងនិងមានការតម្រង់ទោស quarantine សម្រាប់អ្នកដែលមានទំនាក់ទំនងប្រទេសជិតខាងដូចជាថៃក៏បានចេញសេចក្តីអធិប្បាយជូនសាធារណៈដើម្បីត្រួតពិនិត្យហានិភ័យបន្ទាប់ពីការផ្ទុះនីប៉ានៅឥណ្ឌាអ្វីដែលអ្នកគួរដឹងនីប៉ាវីរុសជាវីរុសធ្ងន់ធ្ងរហើយអាចឆ្លងតាមការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលពូជវីរុសឬរូបធាតុដែលមានការបំពុលអ្នកដែលឆ្លងអាចមានរោគសញ្ញាពីស្រាលដល់ធ្ងន់រួមទាំងគ្រុនក្តៅខ្លាំងឈឺក្បាលឈឺសាច់ម៉ាស៊ីនក្អកឬរាអស់កម្លាំងខ្លាំងឬអាចដល់បុតជង្អាចឆ្លាប់បានមិនមានវ៉ាក់សាំងជាក់លាក់សម្រាប់នីប៉ាទេហើយការជួយព្យាបាលគឺក៏មានអាគមជាច្រើនអ្នកនឹងត្រូវបានផ្ដល់ការរក្សាសុខភាពនិងថែទាំតាមរោគសញ្ញាលើក្រែប្រែតសារសំខាន់សម្រាប់អ្នកនៅកម្ពុជាមិនមានករណីជំនឿនីប៉ានៅក្នុងប្រទេសនៅពេលនេះទេប៉ុន្តែមានការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នយ៉ាងខ្លាំងពីព្រោះវីរុសនេះកំពុងរាលដាលនៅតំបន់ជិតខាងសញ្ញាឆ្លងជំងឺនីប៉ាវីរុសអ្នកឆ្លងអាចបង្ហាញរោគសញ្ញាពីស្រាលដល់ធ្ងន់ដូចខាងក្រោមរោគសញ្ញាដំបូងគ្រុនក្តៅខ្លាំងឈឺក្បាលឈឺសាច់ម៉ាស៊ីនក្អកឬរាអស់កម្លាំងខ្លាំងរោគសញ្ញាធ្ងន់ក្រពះពោពេកខ្យល់អស់កម្លាំងវិលមុខពិបាកដកដង្ហើមស្រវឹងឬស្មារតីច្របល់អាចឈានទៅដល់ជំងឺខួរក្បាលនិងគ្រោះថ្នាក់ដល់ជីវិតសម្គាល់ជំងឺនេះអាចវិវត្តលឿនហើយគ្មានវ៉ាក់សាំងព្យាបាលជាក់លាក់នៅឡើយទេវិធីប្រការខ្លួនពីជំងឺនេះប៉ះក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាជនអនុវត្តវិធានការទាំងនេះការពារប្រចាំថ្ងៃលាងដៃជាញឹកញាប់ជាមួយសាប៊ូបរិភោគអាហារដែលឆ្អិនល្អនិងមានអនាម័យមិនបរិភោគផ្លែឈើឬអាហារដែលអាចមានការបំពុលពីសត្វជៀសវាងហានិភ័យជៀសវាងប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវនិងសត្វជ្រូកមិនផឹកទឹកឬទឹកផ្លែឈើដែលមិនដឹងប្រភពច្បាស់ជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានរោគសញ្ញាសង្ស័យពេលណាត្រូវទៅមន្ទីរពេទ្យបើមានគ្រុនក្តៅខ្លាំងបូកឈឺក្បាលបូកវិលមុខឬមានប្រវត្តិប៉ះពាល់សត្វឬទៅតំបន់មានហានិភ័យត្រូវពិនិត្យវេជ្ជបណ្ឌិតភ្លាមនិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលសារសំខាន់ពីក្រសួងសុខាភិបាលបច្ចុប្បន្នកម្ពុជាមិនទាន់មានករណីឆ្លងនីប៉ានៅលើប្រទេសនៅពេលនេះទេប៉ុន្តែការប្រុងប្រយ័ត្ននិងការយល់ដឹងរបស់ប្រជាជនគឺជាគន្លឹះសំខាន់បំផុត។